អាមនុខ្ជះខ្ជាយអង្គល្អបែបនេះឯងយកមកបាច់ឲ្យត្រីស៊ីអីចឹងតើខួរក្បាលឯងត្រូវសត្វលាធៈមែនទេបានជាធ្វើបែបនេះកូននៅផ្ទះឃ្លានយំរំពងអស់ហើយឯងបែរជាមកខ្ជះខ្ជាយអាហារនៅទីនេះទៅវិញខ្ញុំប្រាប់ឯងឲ្យច្បាស់អង្គនេះសំបីតែមួយគ្រាប់ក៏មិនឲ្យបាច់ដែរឯងស្មានថាវាជាគ្រាប់គ្រួសម្រាប់កាន់លេងបាច់លេងមែនទេនេះគឺជាស្បៀងអាហារក្នុងឆ្នាំអត់ឃ្លានបែបនេះស្បៀងអាហារសំខាន់ជាងជីវិតទៅទៀតអាធំអាទី3អូសំដាយឯងត្រឡប់ទៅផ្ទះវិញឯងម៉ែក្នុងទន្លេនេះគ្មានត្រីទៀតទេកុំខំប្រឹងអត់ប្រយោជន៍អីលើកមុនដែលម៉ែចាប់បានត្រីគឺមកពីម៉ែមានសំណាងល្អតែប៉ុណ្ណោះប៉ុន្តែទោះជាសំណាងល្អយ៉ាងណាក៏ដោយរឿងដែលមិនអាចទៅរួចវានឹងមិនកើតឡើងទៀតទេម៉ែឈប់ទៅពួកយើងត្រឡប់ទៅផ្ទះវិញទៅជាងចុងហុចត្រង់ឲ្យម៉ែមិនដែរសំបីតែសំដីម៉ែក៏ឯងមិនហ៊ានស្ដាប់ដែរមែនទេពួកគេថាម៉ែចាប់ត្រីមិនបានគឺម៉ែចាប់មិនបានមែនទេមានអ្នកប្រាជ្ញម្នាក់ធ្លាប់និយាយថាការអនុវត្តផ្ទាល់ទើបជាខ្នាតវាស់វែងការពិតតែមួយគត់ចាប់បានឬមិនបានចាំបន្តិចទៀតនឹងដឹងហើយម៉ែដូចជាមានអ្វីម្យ៉ាងនៅក្នុងនឹងតើនេះជាអ្វីទៅមើលចុះឯងយកស្បៀងទៅដូរយករបស់អស់ទាំងនេះតើឯងចង់ធ្វើឲ្យពួកយើងសើចសប្បាយមែនទេខ្មាស់គេណាស់ហើយថែមទាំងខ្ជះខ្ជាយស្បៀងទៀតកូនប្រសាគ្រូសាសៀវតើឯងវង្វេងទៀតហើយមែនទេឆ្នាំនេះមានគ្រោះរាំងស្ងួតក្នុងផ្ទះគ្មានអង្ករទឹកទន្លេក៏រីងស្ងួតអស់ដែរក្នុងទន្លេសំបីតែកូនត្រីក៏គ្មានដែរកូនប្រសាគ្រូសាសៀវថ្ងៃនេះឯងពិតជាធ្វើឲ្យគេសើចចំអកមែនប្រាប់ហើយថាគ្មានត្រីទេតែឯងមិនជឿនៅតែចង់ខ្ជះខ្ជាយស្បៀងពាក្យល្អពិបាកប្រាប់មនុស្សរឹងរូសណាស់លោកតាចៅលោកពូទី2ម៉ែខ្ញុំធ្វើបែបនេះក៏ដើម្បីពួកយើងដែរហើយក្នុងទន្លេនេះគ្មានត្រីតតែសោះម៉ែខ្ញុំចាប់មិនបានក៏ជារឿងធម្មតាដែរសូមអ្នកទាំងអស់គ្នាឈប់សើចចំអកឲ្យម៉ែខ្ញុំទៅអាចឈួតឲ្យអ្នករាល់គ្នាធ្វើបែបនេះក៏ដើម្បីឯងដែរមើលចុះម៉ែឯងធ្វើលួនមិនគួរឲ្យទុកចិត្តបែបនេះបើខ្ជះខ្ជាយស្បៀងអស់ឯងមិនត្រូវដាច់ពូស្លាប់ទេអីស្លាប់ក៏ស្លាប់ទៅរឿងគ្រួសារខ្ញុំមិនបាច់ឲ្យអ្នកឯងមកចេះដឹងទេមិនត្រឹមត្រូវទេបើតាមបច្ចេកទេសនៃត្រង់នេះយ៉ាងហោចណាស់ក៏ត្រូវមានអ្វីខ្លះដែរក្នុងត្រង់គ្មានអ្វីសោះប្រកាសជាមានកំហុសត្រង់ការប្រើប្រាស់របស់ខ្ញុំហើយតើខុសត្រង់ណាទៅអូខ្ញុំដឹងហើយគឺមកពីពេលវេលាខ្លីពេកឯងនេះគ្មានខួរក្បាលមែនខាត់បងស្បៀងអស់ប៉ុន្មានហើយឆាប់ត្រឡប់ទៅផ្ទះជាមួយម៉ែវិញម៉ែកុំបារម្ភអីលើកនេះកូនច្បាស់ជាចាប់ត្រីបានមិនខានចាប់ស្អីទៅឯងកំពុងតែខ្ជះខ្ជាយពេលវេលាហើយស្បៀងកំពុងតែខ្វះខាតម៉ែមិនអាចឈរមើលឯងខ្ជះខ្ជាយបែបនេះទេដាតាអឺសៀមកអូសវាចេញទៅលែងទៅពួកឯងធ្វើឲ្យខូចការអស់ហើយខ្ញុំចិត្តចាប់បានត្រីធំហើយអាមនុស្សមិនបានការឯងនាំតែរឿងស៊ុយដល់គ្រួសារទេមានគេប្រាប់ឲ្យឯងហូបឲ្យឆ្អែតទៅខ្ញុំប្រាប់ឯងហើយមនុស្សច្រើនណាស់ណែនាំឯងតែឯងមិនស្ដាប់ឯងនឹងត្រូវស្ដាយក្រោយមិនខានលោកពូចៅគុំណែនាំគាត់អីគាត់កំពុងយកសប្តិចង់ចាប់ត្រីគ្មានអារម្មណ៍ស្ដាប់ពូទេប្រហែលជាបានច្រើនហើយមើលទៅហេតុអីក៏ធ្ងន់ម្ល៉េះឬមួយពេញដោយធ្មត់ទេដឹងដាតាអឺសៀមកជួយបន្តិចមកតាមបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្ញុំក្នុងនោះច្បាស់ជាមានថ្មហើយបើមិនអញ្ចឹងទេមិនក៏ធ្ងន់ម្ល៉េះយ៉ាងហោចណាស់ក៏ជិត100ផនដែរ
អីយ៉ាបងពូកែណាស់ត្រីច្រើនណាស់ប៉ុណ្ណេះអាចឲ្យពួកយើងហូបបានយូរហើយបានហើយកុំបញ្ចូលអីឆាប់ប្រមូលត្រីដាក់ក្នុងកញ្ច្រែងទៅប្រយ័ត្នវាលោតចូលទឹកវិញអស់ត្រីក្នុងទន្លេនេះពិបាកចាប់ណាស់គាត់ចាប់បានច្រើនម្នាក់ឯងបែបនេះមនុស្សក្នុងភូមិច្រើនណាស់ដែលគ្មានអីហូបខ្ញុំចាប់បានច្រើននៅមុខអ្នកគ្រប់គ្នាច្បាស់ជាធ្វើឲ្យគេច្រណែនហើយតែត្រីធំមិនសូវមានទេមិនអាចចែកគ្នាបានទេពួកឯងគ្មានសមត្ថភាពទេកុំមើលងាយគេអីខ្ញុំប្រាប់ពួកឯងឲ្យដឹងបើអ្នកណាហ៊ានមានគំនិតមិនល្អខ្ញុំមិនលើកលែងឲ្យទេលោកយាយម្នាក់នេះពូកែការពារសមាជិកគ្រួសារណាស់បងស្រីសៀវតើខ្ញុំអាចខ្ចីកញ្ច្រែងនេះប្រើបន្តិចបានទេបានតើយ៉ាងណាក៏ក្នុងពេលឆាប់នេះខ្ញុំមិនមកចាប់ត្រីទៀតដែលល្អណាស់មានកញ្ច្រែងនេះហើយពួកយើងអាចចាប់ត្រីបានខ្លះដើម្បីចម្អែតក្រពះ